đây là tầng kia tập lập một với nhái chụp kia tam ca xanh giá cứ chia phát thu ngay thì piในការឡើងភ្នំក្នុងផ្សាររបស់ខ្ញុំតទៅពីពួកខ្ញុំបានដេញនៅសហគមន៍មួយយប់ឥឡូវប្រកហើយវីដេអូនេះខ្ញុំថតប្រហែលជាម៉ោង 5 កន្លះទៅម៉ោង 6 ហ្នឹងហើយពួកខ្ញុំគ្រប់ពីដេករៀបចំខ្លួនដើម្បីត្រៀមខ្លួនឡើងភ្នំនៅម៉ោង 7 កន្លះពួកខ្ញុំចេញដំណើរពីភូមិទៅហើយនេះជាសកម្មភាពពួកខ្ញុំញ៉ាំបាយពេលព្រឹកមុនចេញដំណើរទៅហើយការឡើងរបស់ពួកខ្ញុំហ្នឹងក៏មិនឡើងទៅដោយខ្លួនឯងដែរពួកខ្ញុំមានកាយពួកខ្ញុំយកកាយ 2 នាក់គឺពូដែលគាត់កំពុងហុំកង់ម៉ូតូហ្នឹងគាត់ជាអ្នកដឹកម្ហូបឡើងទៅហើយនឹងកាយបងស្រីម្នាក់ទៀតគាត់ជាអ្នកនាំផ្លូវដែលឡើងភ្នំពួកយើងយកកាយទៅជាមួយហ្នឹងគឺជារឿងសំខាន់មួយព្រោះនៅតំបន់ហ្នឹងគឺមានតែពួកគាត់តែដែលស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ឬមួយក៏យើងមានគ្រោះថ្នាក់ត្រង់ណាមួយគឺមានពួកគាត់ហ្នឹងហើយដែលជាគ្រូពេទ្យសម្រាប់ពួកយើងហ្មងពេលខ្លះដូចចាស់បុរាណពីមុនចឹងការព្យាបាលពីបញ្ហាគ្រោះថ្នាក់មួយគឺពួកគាត់ប្រើតែធម្មជាតិទេដូចការពុះចឹកអីចឹងយើងប្រើជាស្លឹកឈើយើងទៅពីហើយយើងស្ដោះយើងអីចឹងណាអញ្ចឹងមានពួកគាត់ហ្នឹងហើយដែលដឹងថាស្លឹកឈើមួយណាដែលត្រូវជាមួយនឹងរបួសពួកយើងពួកគាត់សូមនឹងការដើរក្នុងព្រៃពួកគាត់ដឹងថាកន្លែងណាស្រួលកន្លែងណាពិបាកអញ្ចឹងពួកគាត់ដឹងមុនអញ្ចឹងពួកយើងក៏អាចត្រៀមចិត្តមុនដែរបើសិនជាអ្នកទាំងអស់គ្នាធ្វើដំណើរទៅដោយ directly ដោយខ្លួនឯងហ្មងប្រហែលជាមានផលវិបាកខ្លះតែលុះត្រាតែគាត់ធ្លាប់ទៅច្រើនដងហើយលើកកន្លែងគាត់ចង់ challenge ទៅខ្លួនឯងម្ដងអាហ្នឹងវា that's okay អញ្ចឹងបើសម្រាប់ខ្ញុំគឺលើកទី1ហ្មងលើកទី1ក្នុងឆាកជីវិតទេដែលខ្ញុំមកដើរព្រៃបែបអញ្ចឹងណាតែខ្ញុំក៏ធ្លាប់និយាយអួតខ្លួនឯងដែរថាគ្មានរឿងអីដែលខ្ញុំធ្វើអត់បានទេគ្រាន់តែវាយឺតឬមួយក៏លឿនព្រោះវាជាលើកទី1បើយើងបើសិនជាយើងដើររាប់ឆ្នាំដូចគេដូចបងដែលគេ professional ខាងឡើងភ្នំហ្មងបើសិនជាខ្ញុំដើរច្រើនឆ្នាំដូចគេអញ្ចឹងខ្ញុំក៏អាចខ្លាំងដូចគាត់ដែរប៉ុន្តែនេះជាលើកទី1របស់ខ្ញុំអញ្ចឹងគ្រាន់តែថាចរិតខ្ញុំមួយថារបៀបថាបើសិនជាខ្ញុំធ្វើត្រូវធ្វើឲ្យដល់បើសិនជាធ្វើមិនដល់គឺខ្ញុំអត់ធ្វើទេវាអញ្ចឹងក្នុងទស្សនវិជ្ជាជាក់ស្ដែងរបស់ខ្ញុំនៅក្នុងវីដេអូឬមួយក៏ក្នុងដែលខ្ញុំដើរព្រៃរយៈពេល 5 ថ្ងៃហ្នឹងខ្ញុំទៅដល់ដោយពួកគាត់ដែរតែដល់ផលរយៈតែក្នុងពេលយូរខ្លាំងពួកគាត់ដើរយ៉ាងយូរបើសិនជាអត់មានខ្ញុំប្រហែលជាតែ5ទៅ6ម៉ោងពួកគាត់ដល់ហើយតែដល់ពេលមានខ្ញុំដែលមិនចេះអីសោះទៅលើកទី1អញ្ចឹងគឺចិត្ត10ម៉ោងទៅដល់កន្លែងដេកឥឡូវយើងឈប់រអ៊ូរទាំទៀតណាយើងមកមើលសកម្មភាពវីដេអូនៅក្នុងនឹងដែលមានផលវិបាកមិនសម្រាប់ខ្ញុំនិយាយនេះគឺសម្ដៅសម្រាប់តែខ្ញុំទេណាបើអ្នកផ្សេងគឺអត់ឲ្យដូចឃើញវីដេអូខ្ញុំតោងផងអោបផងគេវិញដើរធម្មតាពីថាខ្ញុំវាក្លាហានណាស់តែក៏ភ័យណាស់ដែររបៀបអញ្ចឹងខ្ញុំចង់ចែករំលែកមួយទៀតតាក់ទងនឹង member team ដែលទៅជាមួយខ្ញុំហ្នឹងពួកគាត់